ในสัปดาห์นี้យើងសូមលើកយកសៀវភៅមួយក្បាលមកធ្វើការអត្ថាធិប្បាយជូនអ្នកទាំងអស់គ្នាស្ដាប់ដែលមានចំណងជើងថា When សៀវភៅមួយក្បាលនេះសង្កត់ធ្ងន់ទៅលើរឿងដ៏សំខាន់មួយគឺពេលវេលាដែលមានចំណងជើងតូចៗនៅពីខាងក្រោមថា The Scientific Secret of Perfect Timing តើពេលវេលាសំខាន់ប៉ុណ្ណាទៅហើយអ្វីទៅជាអកំបាំងនៅក្នុងការប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវបែបវិទ្យាសាស្ត្រនោះសៀវភៅនេះបានបោះពុម្ពឡើងជាលើកដំបូងនៅថ្ងៃទី9ខែមករាឆ្នាំ2018ថ្មីនេះទេដែលនិពន្ធដោយលោក Daniel H. Pink ដែលជាអ្នកនិពន្ធសៀវភៅល្បីៗជាច្រើនដូចជាសៀវភៅ To Sell is Human និងសៀវភៅ Drive ជាដើមនៅលើទីផ្សារមានសៀវភៅជាច្រើនដែលបង្រៀនយើងឲ្យក្លាយជាបុគ្គលឆ្នើមវិធីនៅក្នុងការធ្វើកិច្ចការអ្វីមួយឲ្យទទួលបានជោគជ័យដូចជាសៀវភៅកំពូលមនុស្ស The Peak សៀវភៅសម្រាប់កិច្ចការធំ Getting Things Done តែអ្វីដែលសៀវភៅទាំងនេះសង្កត់ធ្ងន់នោះគឺបង្រៀនយើងឲ្យធ្វើរឿងអ្វីធ្វើវាយ៉ាងម៉េចចំណែកឯសៀវភៅមួយក្បាលនេះប្រាប់យើងថាតើត្រូវធ្វើវានៅពេលណាទើបល្អយើងសុទ្ធតែដឹងគ្រប់គ្នាហើយថាពេលវេលាសំខាន់ណាស់ហើយបើនិយាយពីឥទ្ធិពលរបស់វានៅក្នុងការរួមចំណែកធ្វើឲ្យសម្រេចកិច្ចការអ្វីមួយនោះគឺរឹតតែសំខាន់ជាងនេះទៅទៀតនៅក្នុងសៀវភៅនេះអ្នកនិពន្ធបានលើកឡើងដដែលម្ដងហើយម្ដងទៀតពីសារៈសំខាន់នៃពេលវេលាឧទាហរណ៍ដូចជាសារៈសំខាន់នៃពេលព្រឹកព្រលឹមបើអ្នកក្រោកពីព្រលឹមអ្នកនឹងអាចធ្វើកិច្ចការងារបានច្រើននិងមានថាមពលជាងពេលថ្ងៃនៅក្នុងសៀវភៅ The 5am Club ដែលខ្ញុំធ្លាប់បានសង្ខេបជូនអ្នកទាំងអស់គ្នារួចមកហើយនោះបាននិយាយលម្អិតពីសារៈសំខាន់នៃការក្រោកពីព្រឹកព្រលឹមនេះឯងដូចជាការសម្រាកពេលថ្ងៃជាដើមបើសិនជាអ្នកយកពេល2ម៉ោងមកសម្រាកបែរជាមិនមានប្រសិទ្ធភាពបង្កើនថាមពលដល់អ្នកដូចដែលអ្នកញ៉ាំកាហ្វេមួយកែវហើយសម្រាប់25នាទីនោះទេមានរឿងជាច្រើនយើងគ្រាន់តែដឹងមិនទាន់គ្រប់គ្រាន់នោះទេយើងត្រូវយល់ពីសារៈសំខាន់របស់វាហើយអនុវត្តនៅក្នុងការរស់នៅរបស់យើងទៅបានតើពេលណាជាពេលដ៏ត្រឹមត្រូវនៅក្នុងការចាប់ផ្ដើមពេលណាជាពេលដែលត្រឹមត្រូវនៅក្នុងការបញ្ចប់យើងមកស្ដាប់ខ្លឹមសារសំខាន់ៗនៅក្នុងសៀវភៅនេះទាំងអស់គ្នាបើយើងក្រឡេកមើលទៅកាន់ជីវិតជាសិស្សសាលាដែលយើងធ្លាប់រៀននៅវិទ្យាល័យយើងចាប់ផ្ដើមចូលរៀននៅម៉ោង7ព្រឹកចំណែកឯនៅប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជាប្រទេសចិនចូលរៀននៅម៉ោង8ព្រឹកសហរដ្ឋអាមេរិកចូលរៀននៅម៉ោង8:03នាទីព្រឹកចំណែកឯតាមការវិភាគរបស់អ្នកជំនាញបានប្រោលយោបល់ថានៅថ្នាក់វិទ្យាល័យនិងអនុវិទ្យាល័យគួរឲ្យសិស្សចូលរៀននៅម៉ោង8:30នាទីឬយឺតជាងនេះតែហេតុអ្វីទៅហេតុផលគឺងាយយល់ទេគឺគេចង់ឲ្យសិស្សគេងឲ្យបានច្រើនជាងនេះឪពុកម្ដាយជាច្រើនតែងតែកង្វល់នៅក្នុងចិត្តថាហេតុអ្វីបានកូនរបស់គាត់ទម្លាប់គេងយប់ជ្រៅខ្លាំងម្ល៉េះតាមពិតនេះមិនមែនជាទម្លាប់ទេតែជារបត់ថ្មីមួយនៅក្នុងការរស់នៅក្នុងសម័យ Digital នេះការដែលគេងពីព្រលឹមក្រោកពីព្រលឹមគឺសម្រាប់តែអ្នកធ្វើការដែលជាមនុស្សពេញវ័យតែប៉ុណ្ណោះក្មេងដែលស្ថិតនៅក្នុងវ័យកំពុងសិក្សាហើយកំពុងតែរស់នៅក្នុងសម័យបច្ចេកវិទ្យាបែបនេះការចូលគេងយប់ជ្រៅមួយដែលគ្រប់គ្នាធ្វើជាទម្លាប់ទៅហើយបើពួកគេភ្ញាក់ពីព្រលឹមម៉ោង6ដើម្បីងើបទៅរៀនទៀតនោះនឹងធ្វើឲ្យពួកគេគេងមិនគ្រប់គ្រាន់ដែលបណ្ដាលឲ្យមានជំងឺជាច្រើនដូចជាជំងឺធន់លើសទម្ងន់ជំងឺលើឈាមប្រព័ន្ធភាពស៊ាំចុកខ្សោយនិងប្រព័ន្ធខួរក្បាលដំណើរការមិនល្អជាដើមហើយបើពេលថ្ងៃគេមិនបានសម្រាប់ពេលថ្ងៃបន្តិចទេនោះពេញមួយថ្ងៃនេះគេមិនអាចធ្វើអ្វីបានល្អនោះទេដូច្នេះរៀនច្រើនពេកមិនប្រកាសថាល្អដែរការក្តាប់ក្តាប់ពេលវេលាបានល្អនិងប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាពទើបជារឿងសំខាន់ជាងនៅសហរដ្ឋអាមេរិកមានរដ្ឋមួយចំនួនបានធ្វើកំណែទម្រង់ប្រព័ន្ធអប់រំត្រង់ចំណុចនេះមានវិទ្យាល័យនិងអនុវិទ្យាល័យចំនួន9000ក្នុងរដ្ឋផ្សេងៗគ្នាបានផ្លាស់ប្ដូរពេលវេលាចូលរៀនមកកាន់ម៉ោង8:35នាទីវិញក្រោយការកែតម្រង់គេបានសង្កេតឃើញថាភាពឧស្សាហ៍របស់ក្មេងមានការកើនឡើងពួកគេរហ័សរហួនជាងមុនឆ្លាតជាងមុនហើយអត្រានៅក្នុងការកិច្ចសាលាក៏តិចជាងមុនដែរអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺក្រោយការធ្វើការកំណែទម្រង់អត្រានៅក្នុងការប្រឡងជាប់កើនឡើងរហូតដល់ 11% មិនត្រឹមតែប៉ុណ្ណោះការស្រាវជ្រាវនេះបានបង្ហាញថាសិស្សដែលចូលរៀនយឺតមានសមត្ថភាពនៅក្នុងការគ្រប់គ្រងខ្លួនឯងខ្ពស់ពុំសូវមានសម្ពាធហើយអារម្មណ៍របស់ពួកគេគួរស្រស់ស្រាយជាងធម្មតានោះដែរឃើញទេគ្រាន់តែពេលវេលាសិក្សារៀនសូត្រមួយពេលវេលាខុសគ្នាអាចបង្កើតនូវប្រសិទ្ធភាពការងារនិងការសិក្សាខុសគ្នាឆ្ងាយណាស់យើងមកមើលពីឥទ្ធិពលនៃពេលវេលាទៅលើការងារយើងវិញម្ដងនៅដើមទសវត្សរ៍ទី90អ្នកគ្រាន់តែចេះភាសាអង់គ្លេសក៏អ្នកអាចរកការងារល្អបានយ៉ាងងាយស្រួលដែរកាលពី20ឆ្នាំមុនបើសិនជាអ្នកចេះប្រើប្រាស់ Computer Word Excel ទៅដល់ទីណាក៏គេស្វាគមន៍អ្នកដៃ10ដែរតែមកដល់ពេលនេះការចេះភាសាអង់គ្លេសនិង Computer គ្រាន់តែជាចំណេះដឹងមូលដ្ឋានមួយប៉ុណ្ណោះដូច្នេះនៅពេលដែលអ្នកសម្រេចចិត្តធ្វើរឿងអ្វីមួយអ្វីដែលអ្នកត្រូវគិតបន្ទាប់នោះគឺគួរធ្វើវានៅពេលណាព្រោះបើសិនជាអ្នកជ្រើសរឿងត្រូវតែធ្វើខុសពេលវេលាក៏មិនទទួលបានលទ្ធផលល្អដែរដូច្នេះអ្នកត្រូវមានញាណដ៏ពិសេសមួយនៅក្នុងការសម្រេចចិត្តជ្រើសរើសពេលវេលាឲ្យបានត្រឹមត្រូវនៅក្នុងការបំពេញការងារប្រចាំថ្ងៃរបស់យើងក៏ដូចគ្នាដែរវាចាំបាច់ណាស់ដែលអ្នកត្រូវជ្រើសរើសពេលវេលាឲ្យបានត្រឹមត្រូវនៅពេលបំពេញការងារអ្វីមួយអ្នកត្រូវយកការងារណាដែលទាមទារឲ្យមានការប្រើថាមពលខួរក្បាលច្រើនមកធ្វើនៅពេលព្រឹកដែលជាពេលដែលអ្នកមានខួរក្បាលស្រឡះល្អ
សាកលវិទ្យាល័យ Chicago បានធ្វើការសិក្សាមួយបានបង្ហាញថាសិស្សដែលចូលរៀនម៉ោងគណិតពេលព្រឹកទទួលបានពិន្ទុ GPA ខ្ពស់ជាងសិស្សដែលរៀនគណិតនៅពេលរសៀលចំពោះពេលរសៀលអ្នកអាចធ្វើការងារណាដែលទាមទារឲ្យមានការច្នៃប្រឌិតបន្ទាប់ពីអ្នកធ្វើការសម្រាក10ទៅ20នាទីនៅពេលថ្ងៃត្រូវចាំថាមិនគួរគេងថ្ងៃលើសពី30នាទីឡើយជាពិសេសគេណែនាំឲ្យយើងពិសាកាហ្វេមួយកែវមុនពេលគេងថ្ងៃដែលជាតិកាហ្វេអ៊ីននឹងដាស់អ្នកឲ្យភ្ញាក់នៅ20នាទីក្រោយអ្នកនិពន្ធបានលើកយកនៅពាក្យមួយហៅថា temporal landmark ដែលចង់សំដៅទៅលើការឲ្យតម្លៃរបស់យើងទៅលើចំណុចចាប់ផ្ដើមនៃអ្វីមួយដូចជាថ្ងៃទី1នៃដើមឆ្នាំថ្មីអ្នកបដិញ្ញាចិត្តនឹងធ្វើអ្វីមួយថ្ងៃដំបូងនៃសប្តាហ៍ថ្ងៃច័ន្ទដើមទ្រព្យអ្នកតែងតែលើកទឹកចិត្តខ្លួនឯងឲ្យចាប់ផ្ដើមថ្ងៃថ្មីជាមួយនឹងភាពស្រស់ស្រាយពោពេញដោយថាមពលថ្ងៃទី1នៃខែថ្មីអ្នកកំណត់គោលដៅថ្មីឲ្យខ្លួនឯងជាដើមមនុស្សតែងតែឲ្យតម្លៃខ្ពស់ទៅលើពេលវេលានៃការចាប់ផ្ដើមដំបូងនិងនៅពេលបញ្ចប់តែនៅដំណាក់កាលកណ្ដាលគេមិនសូវជារវីរវល់ប៉ុន្មាននោះទេបើសិនជាអ្នកធ្វើការប្រកួតប្រជែងនៅក្នុងកម្មវិធីអ្វីមួយអ្នកដែលធ្វើឲ្យគណៈកម្មាធិការចាប់អារម្មណ៍ស៊ីជម្រៅជាងគេគឺអ្នកទី1និងអ្នកចុងក្រោយនេះឯងកាលពីឆ្នាំ2010គេបានធ្វើការពិសោធន៍មួយដែលគេធ្វើឡើងទៅលើមនុស្សចំនួន34ម៉ឺននាក់ដែលមានវ័យផ្សេងៗគ្នាដោយបានឲ្យពួកគេធ្វើការដាក់ពិន្ទុវាយតម្លៃពីស្ថានភាពជីវិតរបស់ពួកគេនៅពេលនេះអ្នកដែលមានវ័យ20ឆ្នាំជាងបានធ្វើការវាយតម្លៃខ្ពស់ចំពោះជីវិតរបស់ខ្លួនដែលជាវ័យដែលទទួលបានសេរីភាពនិងសុភមង្គលពេញលេញចំណែកឯអ្នកដែលមានវ័យ30ទៅ40ឆ្នាំពិន្ទុក៏ចាប់ផ្ដើមធ្លាក់ចុះព្រោះពួកគេយល់ថាពួកគេមិនពេញចិត្តនឹងជីវិតរបស់ពួកគេនៅពេលនេះនោះទេមិនសូវសប្បាយដូចជាកាលនៅពីក្មេងទេចំណែកឯអ្នកដែលមានវ័យចាស់53ឆ្នាំឡើងពួកគេយល់ថាជីវិតធម្មតាមិនសូវមានរឿងរ៉ាវឡើងចុះច្រើនមែនតែបែរជាយល់ថាខ្លួនមានសេចក្តីសុខច្រើនជាងមុនគេផ្ដល់ពិន្ទុឲ្យខ្លួនឯងក៏ខ្ពស់ជាងអ្នកដែលនៅអាយុ30ទៅ40ឆ្នាំទៅទៀតពិសោធន៍នេះត្រូវបានគេធ្វើឡើងនៅក្នុង72ប្រទេសជុំវិញពិភពលោកទៅកាន់ជនជាតិផ្សេងៗគ្នាដែលមានវប្បធម៌និងការរស់នៅខុសៗពីគ្នាចុះហេតុអ្វីបានជាខ្សែអនៃសុភមង្គលរបស់មនុស្សខ្ពស់នៅយុវវ័យចុះខ្សោយនៅវ័យកណ្ដាលតែបែរជាឡើងខ្ពស់វិញនៅវ័យចំណាស់បែបនេះគេបានធ្វើការបកស្រាយថាយុវវ័យមានសុភមង្គលខ្ពស់ដោយសារតែគេនៅមានរឿងជាច្រើនមិនទាន់បានសាកល្បងមិនទាន់បានឆ្លងកាត់បទពិសោធន៍ជីវិតគ្រប់គ្រាន់ធ្វើឲ្យជីវិតរបស់គេពោពេញទៅដោយសារទន្ទឹងរង់ចាំទោះបីជាពេលនេះគេមិនទាន់រស់នៅសប្បាយចិត្តក៏ដោយតែគេនៅមានក្តីសង្ឃឹមដែលនេះជាមូលហេតុអ្វីមួយដែលធ្វើឲ្យគេយល់ថាខ្លួនគេមានសុភមង្គលចំណែកឯអ្នកដែលស្ថិតនៅក្នុងវ័យកណ្ដាលសុភមង្គលចាប់ផ្ដើមធ្លាក់ចុះដោយសារតែគេអស់សង្ឃឹមហើយប៉ុន្មានឆ្នាំមកនេះគេមិនបានទទួលនៅអ្វីដែលជាការរំពឹងទុករបស់គេកាលពីក្មេងនោះទេគប់ផ្សំនៅសម្ពាធការងារសម្ពាធគ្រួសារធ្វើឲ្យគេយល់ថាជីវិតគេវាបានត្រឹមតែប៉ុណ្ណឹងចុះហេតុអ្វីបានជាចាប់ពីវ័យ50ឆ្នាំឡើងទៅសេចក្តីសុខរបស់មនុស្សចាប់ផ្ដើមឡើងខ្ពស់មកវិញនេះដោយសារតែពួកគេលែងមានក្តីរំពឹងអ្វីទៀតហើយពួកគេយល់ថាដល់វ័យនេះទៅហើយជីវិតក៏វាប្រហែលជាគ្មានការផ្លាស់ប្ដូរអ្វីដែរក្តីសុបិននិងការរំពឹងទុកដែលគេមានកាលពីវ័យកណ្ដាលដូចជាលុយឡានវីឡាគ្រួសារមុខមាត់នៅក្នុងសង្គមជាដើមគេចាប់ផ្ដើមលែងមានក្តីសង្ឃឹមទៀតហើយព្រោះវ័យកាន់តែចាស់កម្លាំងកាន់តែថមថយនៅពេលដែលការរំពឹងទុកធ្លាក់ចុះនោះក្តីសុខក៏ចាប់ផ្ដើមកើនឡើងខ្ពស់ហើយដូច្នេះហើយបានជាអ្នកដែលមានវ័យចាប់ពី53ឆ្នាំឡើងទៅគឺចាប់ផ្ដើមយល់ថាខ្លួនឯងមានសុភមង្គលឡើងវិញបើសិនជាយើងមើលទៅលើខ្សែជីវិតយើងទាំងមូលការដែលធ្លាប់មានក្តីសុខខ្លាំងនៅវ័យក្មេងហើយធ្លាក់ចុះនៅវ័យកណ្ដាលតែបែរជាមានក្តីសុខវិញនៅវ័យចំណាស់បែបនេះវាប្រៀបដូចជាអក្សរអ៊ុយមួយអញ្ចឹងអ្នកនិពន្ធបានលើកឡើងនៅពិធីបុណ្យរបស់ជនជាតិជ្វីបមួយដែលមានឈ្មោះថា Hanukkah ដែលបុណ្យនេះមានរយៈពេល8ថ្ងៃនៅក្នុងអំឡុងពេលបុណ្យនេះជនជាតិជ្វីបក្រៅពីពិសាបាយជុំគ្នាជាមួយអ្នកផ្ទះគេក៏មានពិធីដ៏សំខាន់មួយទៀតគឺអុជទៀនដែលថ្ងៃទី1អុជទៀន2ដើមថ្ងៃទី2អុជទៀន3ដើមបន្តអុជបែបនេះរហូតដល់ថ្ងៃទី8អុជទៀន9ដើមនៅក្នុងរយៈពេល8ថ្ងៃនេះគឺត្រូវដុតអស់44ដើមដូច្នេះទៀនដែលគេលក់នៅលើទីផ្សារសម្រាប់ដុតនៅក្នុងពិធីនេះមួយកញ្ចប់មាន44ដើមតែជាទូទៅគេដុតមិនអស់នោះទេដោយសារតែភាគច្រើនដុតបានតែថ្ងៃទី1នៅថ្ងៃចុងក្រោយប៉ុន្មានថ្ងៃនៅថ្ងៃកណ្ដាលគេមិនសូវជាដុតបានខ្ជាប់ខ្ជួនប៉ុន្មាននោះទេបើយើងមើលនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌរបស់យើងក៏ដូចនេះដែរបិណ្ឌ1និងបិណ្ឌ15មានមនុស្សមកច្រើនកកតែប៉ុន្មានថ្ងៃនៅកណ្ដាលមនុស្សមិនសូវជាច្រើនប៉ុន្មាននោះទេសរុបមកវិញត្រង់ចំណុចនេះអ្នកនិពន្ធចង់បង្ហាញប្រាប់យើងថាពេលវេលាខុសគ្នាឥទ្ធិពលក៏ខុសគ្នាទៅតាមនឹងដែរជារឿយៗអ្វីដែលកើតឡើងថ្មីថ្មោងដំបូងឬចិត្តដល់ចុងបញ្ចប់មនុស្សតែងតែយកចិត្តទុកដាក់នឹងវាហើយអ្វីដែលនៅកណ្ដាលគេមិនសូវជាយកចិត្តទុកដាក់ប៉ុន្មាននោះទេអញ្ចឹងហើយបានជាក្មេងៗដែលទើបនឹងចូលប្រឡូកនៅក្នុងសង្គមដំបូងគេមានថាមពលនិងការស្រមើស្រមៃខ្ពស់ណាស់នៅពេលដែលអ្នកធ្វើរឿងអ្វីមួយបានល្អមានគេសរសើរអ្នកសប្បាយចិត្តអ្នកមានអារម្មណ៍ថាខ្លួនឯងពូកែអ្នកក៏ចាប់ផ្ដើមមានក្តីរំពឹងខ្ពស់ចំពោះខ្លួនឯងតែនៅពេលឈានចូលដល់វ័យកណ្ដាលមនុស្សជំនាញខ្លួនអ្នកក៏មិនសូវបង្ហាញការស្ងើចសរសើរបែបនេះទៀតឡើយហើយចំណុចខ្វះខាតរបស់អ្នក
គាត់ចាប់ផ្ដើមលេចចេញមកបន្តិចម្ដងមនុស្សគ្រប់គ្នាបានស្គាល់អ្នកច្បាស់អ្វីដែលអ្នកគួរធ្វើអ្នកបានធ្វើអស់ទៅហើយក៏គ្មានអ្វីធ្វើឲ្យអ្នករំភើបរំជើបរំជួលទៀតនោះដែរមានអ្នកខ្លះស្ថានភាពកាន់តែយ៉ាប់ជាងនេះទៅទៀតនៅពេលដែលចូលដល់វ័យកណ្ដាលរបស់ខ្លួនបង្កើតគ្រួសារមួយហើយគេហាក់បីដូចជាគ្មានកម្លាំងគ្មានធម៌ពលនៅក្នុងការតស៊ូនិងពុះគិនជ្រោដោយកាលនៅពីក្មេងឡើយកាលពីនៅក្មេងចង់បានរបស់ល្អចង់បានអ្វីៗគ្រប់យ៉ាងតែចូលដល់វ័យកណ្ដាលហាក់បីដូចជាអ្វីៗគ្រប់យ៉ាងត្រូវបានកំណត់រួចទៅហើយក៏គ្មានអ្វីត្រូវខំទៀតដែរក៏មិនដោយតាមសមាជីវោចុងក្រោយជីវិតក៏បែបនេះឯងតែនៅវ័យកណ្ដាលគឺជាពេលវេលាមួយដែលមានតែម្ដងដែរនៅក្នុងមួយជីវិតអាចជាពេលដែលអ្នកមានការគិតចាស់ទុំមានអ្វីៗគ្រប់យ៉ាងខ្វះតែគោលដៅថ្មីមួយនៅក្នុងជីវិតប៉ុណ្ណោះដូច្នេះនៅពេលដែលអ្នកចូលដល់វ័យកណ្ដាលការងារឬអាជីវកម្មរបស់អ្នកមានភាពទទេរហូតដល់អ្នកមានអារម្មណ៍ថាជីវិតនេះមិនសូវមានន័យពេលនោះអ្នកអាចសាកល្បងរកគោលដៅថ្មីមួយឲ្យខ្លួនឯងគោលដៅដែលគួរតែមានការផ្លាស់ប្ដូរទៅតាមដំណាក់កាលផ្សេងៗនៃជីវិតប្រសិនបើអ្នកត្រឡន់ទៅនឹងជីវិតខ្លួនឯងរកកន្លែងរំភើបចិត្តមិនឃើញទេនោះអ្នកអាចកំណត់គោលដៅថ្មីដូចជានាំគ្រួសារឪពុកម្ដាយទៅលេងក្រៅប្រទេសសង់ផ្ទះថ្មីនៅឯទីក្រុងឬបង្កើតអាជីវកម្មថ្មីជាដើមដើម្បីឲ្យជីវិតពោពេញដោយក្តីសង្ឃឹមនិងភាពស្រស់បំព្រងអ្នកទាំងអស់គ្នាមួយចំនួនប្រហែលជាធ្លាប់បានរត់ម៉ារ៉ាតុងដែលជាកីឡាកររត់ចម្ងាយរយៈចម្ងាយវែងមួយរហូតដល់ទៅ30ទៅ40គីឡូម៉ែត្រអ្នកដែលចង់ចូលរួមរត់នៅក្នុងកីឡានេះមិនមែនចង់បានឈ្នះចាញ់ឬដើម្បីហាត់ប្រាណយកសុខភាពល្អនោះទេតែវាជាមោទនភាពមួយវាជាការបញ្ជាក់មួយថាខ្លួនឯងអាចធ្វើវាបានអ្នកខ្លះយកវាមកធ្វើជាគោលដៅជីវិតរត់ម៉ារ៉ាតុងឲ្យបានម្ដងក្នុងមួយជីវិតពេលរត់ចប់គេនឹងឲ្យមេដាយមួយមកឲ្យអ្នកដើម្បីបញ្ជាក់ថាអ្នកធ្លាប់បានចូលរួមរត់កីឡាម៉ារ៉ាតុងតែតាមការស្រាវជ្រាវទៅលើអ្នករត់ម៉ារ៉ាតុងជាច្រើនអ្នកគេបានប្រទះឃើញតួលេខដ៏ចម្លែកមួយនោះគឺអ្នកចូលរួមរត់ម៉ារ៉ាតុងភាគច្រើនសុទ្ធតែមានអាយុកន្ទុយលេខ9ដូចជាអាយុ29ឆ្នាំ39ឆ្នាំ49ឆ្នាំជាដើមហេតុផលនេះក៏មិនពិបាកយល់នោះដែរព្រោះគ្រប់គ្នាយល់ថាលេខ9ភាពដូចជាចំណុចបញ្ចប់នៃដំណាក់កាលមួយនៃជីវិតឧទាហរណ៍អ្នកខ្លះកំណត់គោលដៅខ្លួនឯងថាមុនអាយុ30ឆ្នាំអ្នកត្រូវធ្វើរឿងនេះធ្វើរឿងនោះតែពន្យាពេលឬមានហេតុផលផ្សេងដែលមិនអាចឲ្យគេសម្រេចវាបានដល់ចុងមកអាយុ29ឆ្នាំទៅហើយក៏បង្ខំចិត្តធ្វើរឿងជាច្រើនដែលខ្លួនមិនទាន់បានធ្វើរឿងបែបនេះមិនមែនល្អរហូតនោះទេតាមការពិសោធន៍មួយក៏បានឲ្យដឹងផងដែរថាមន្ត្រីរាជការនៅក្នុងប្រទេសមួយចំនួនបានប្រព្រឹត្តអំពើពុករលួយខ្លាំងនៅក្នុងអាយុ59ឆ្នាំពីព្រោះពួកគេគិតថាខ្លួនអាយុចូល60ចិត្តចូលនិវត្តន៍ហើយឆ្លៀតពេលវេលាចុងក្រោយនេះរកលុយឲ្យបានច្រើនបន្តិចទុកសម្រាប់កូនចៅនិងខ្លួនឯងពេលចូលនិវត្តន៍យើងងាកមកឧទាហរណ៍មួយទៀតមនុស្សពីរនាក់ John and Ben សុទ្ធតែជាអ្នកចំនួនជោគជ័យដូចគ្នា John ជាមនុស្សដែលមានចិត្តទូលាយគាត់ផ្ដល់នូវប្រាក់ខែខ្ពស់ដល់បុគ្គលិករបស់គាត់ប៉ុន្តែស្រាប់តែដល់ពេលដែលគាត់ចូលនិវត្តន៍ចិត្តគាត់ក៏ចាប់ផ្ដើមប្រែប្រួលគាត់មិនមានចិត្តទូលាយដូចមុនទៀតនោះទេកូនចៅរបស់គាត់ក៏មិនសូវចូលចិត្តគាត់ដូចពីមុនដែរកន្លះឆ្នាំក្រោយមកគាត់ក៏បានលាចាកលោកទៅចំណែកឯ Ben វិញផ្ទុយពីនេះ10ឆ្នាំជាងមុននេះគាត់កេងប្រវ័ញ្ចបុគ្គលិកគាត់ណាស់តែស្រាប់តែកន្លះឆ្នាំចុងក្រោយមុនពេលដែលគាត់ស្លាប់គាត់បានធ្វើល្អច្រើនដល់បុគ្គលិកនិងមនុស្សជុំវិញខ្លួនគាត់សំណួរសួរថាតើអ្នកវាតម្លៃបែបណាចំពោះអ្នកទាំងពីរមួយណាជាមនុស្សល្អមួយណាជាមនុស្សអាក្រក់ចម្លើយគឺមិនមានការវាតម្លៃល្អឬអាក្រក់ដាច់ខាតនោះទេការវាតម្លៃរបស់មនុស្សចំពោះបុគ្គលទាំងពីរនាក់នេះគឺប្រហាក់ប្រហែលគ្នាអ្នកធ្វើល្អអស់មួយជីវិតនិងធ្វើល្អតែ6ខែចុងក្រោយគឺទទួលបាននូវការវាតម្លៃដូចគ្នាមិនខុសគ្នាឆ្ងាយនោះទេនេះបញ្ជាក់ថាលទ្ធផលចុងក្រោយទើបសំខាន់ពីមុនអ្នកល្អចុងក្រោយអ្នកអាក្រក់អ្នកនឹងក្លាយជាមនុស្សអាក្រក់ពីមុនអ្នកអាក្រក់ចុងក្រោយអ្នកល្អនោះគេនឹងចងចាំអ្នកថាជាមនុស្សល្អដូច្នេះហើយបានជាមានពាក្យមួយម៉ាត់និយាយថាគេមិនខ្វល់ថាអ្នកប្រាជ័យបែបណានោះទេបើចុងក្រោយអ្នកឈ្នះនោះអ្នកជាអ្នកឈ្នះហើយមនុស្សឲ្យតម្លៃនៅអ្វីដែលរៀបនៅបាត់បង់ឬដឹងថាវាចិត្តដល់ទីបញ្ចប់ហេតុនេះហើយជាមូលហេតុដែលមនុស្សចាស់ចាប់ពីអាយុ53ឆ្នាំឡើងទៅកម្រិតនៃក្តីសុខចាប់ផ្ដើមកើនឡើងវិញដោយសារតែដឹងខ្លួនថាខ្លួនឯងចាស់ហើយមិនមានក្តីរំពឹងអ្វីទៀតនោះទេសល់ពេលវេលាប៉ុណ្ណេះចង់រីករាយនឹងជីវិតឲ្យបានច្រើនជាងនេះគេបានធ្វើពិសោធន៍មួយដោយឲ្យមនុស្សមួយក្រុមញ៉ាំស្ករសូកូឡាហើយឲ្យពួកគេដាក់ពិន្ទុពេលញ៉ាំស្ករអស់មួយគ្រាប់ក្រុមការងារអ្នកពិសោធន៍នឹងហុចស្ករសូកូឡាមួយគ្រាប់ទៀតដើម្បីឲ្យដាក់ពិន្ទុបន្តនៅពេលញ៉ាំដល់ស្ករទី5គេក៏បែងចែកអ្នកទាំងនោះជាពីរក្រុមចំពោះក្រុមទី1អ្នកពិសោធន៍នៅតែបន្តហុចស្ករសូកូឡាឲ្យតែគេញ៉ាំហើយនិយាយថានេះគឺជាស្ករបន្ទាប់របស់អ្នកញ៉ាំហើយសូមដាក់ពិន្ទុចំណែកឯក្រុមទី2ក៏គេហុចស្ករសូកូឡាឲ្យញ៉ាំបន្ទាប់ដូចគ្នាដែរតែគេនិយាយថានេះគឺជាស្ករចុងក្រោយរបស់អ្នកជាលទ្ធផលឃើញថាក្រុមទី2បានបង្ហាញអាកប្បកិរិយាយកចិត្តទុកដាក់ខ្ពស់ទៅលើស្ករដែលគេបានញ៉ាំនិងឲ្យពិន្ទុខ្ពស់ជាងស្ករសូកូឡាដែលគេបានញ៉ាំពីមុនទៅទៀតនេះដោយសារតែគេដឹងថាវាជាស្ករគ្រាប់ចុងក្រោយដែលគេបានញ៉ាំអ្នកក៏ប្រហែលជាធ្លាប់ត្រូវបានគេសួរផងដែរថាមានដំណឹង2ដំណឹងល្អមួយនិងដំណឹងអាក្រក់មួយចោលស្ដាប់មួយណាមុនភាគច្រើនគឺមនុស្សភាគច្រើនជ្រើសរើសយកស្ដាប់ដំណឹងអាក្រក់មុនហើយមែនទេពិបាកមុនស្រណុកក្រោយនោះអី
មនុស្សតែងតែចង់ឃើញអ្វីៗគ្រប់យ៉ាងបញ្ចប់ដោយល្អបញ្ចប់ដោយភាពសប្បាយរីករាយ Happy Ending ជានិច្ចតែពេលខ្លះការដែលហ៊ានបង្កើតនូវសាច់រឿងមួយដែលមិនបញ្ចប់ដោយសន្តិភាពតែបែរជាបញ្ចប់ដោយវិប្បដិសារីនិងការជឿចាប់គឺជាការដិតដាមនិងជាការចងចាំមួយដែលមិនអាចបំភ្លេចបានផងដែរគេឧស្សាហ៍ឃើញការបញ្ចប់បែបនេះនៅក្នុងខ្សែភាពយន្ត Hollywood មួយចំនួន Daniel Pink បានជួបសម្ភាសន៍ជាមួយនឹងអ្នកនិពន្ធរឿងនៅក្នុងក្រុមហ៊ុន Pixar ម្នាក់ដែលគាត់បាននិយាយថារឿងដែលបញ្ចប់ដោយភាពសប្បាយរីករាយជួបជុំគ្នាជារឿងដ៏ល្អមួយហើយតែរឿងដែលបញ្ចប់ដោយសារសោកស្ដាយក៏ធ្វើឲ្យអ្នកមើលនឹកស្មានបណ្ដាលពីសាច់រឿងចុងក្រោយទើបជារឿងដែលគួរឲ្យចងចាំជាក់ស្ដែងនៅក្នុងរឿង Up ក្នុងឆ្នាំ2009ដែលជារឿងគំនូរជីវចលមួយជាការផលិតរួមគ្នារវាងក្រុមហ៊ុន Pixar និង Disney ដែលនិយាយពីតាយាយស្រឡាញ់គ្នាតាំងពីក្មេងសន្សំលុយតាំងពីមួយកាក់មួយសេនដើម្បីបានធ្វើដំណើរជាមួយគ្នាជុំវិញពិភពលោកក្រោយមកភរិយារបស់គាត់បានលាចាកលោកហើយផ្ទះរបស់គាត់ក៏ត្រូវបានខ្យល់បក់ខូចខាតអស់គាត់ក៏បានចងពេញប៉ោងជាប់នឹងផ្ទះរបស់គាត់ដើម្បីឲ្យផ្ទះនោះហោះតាមខ្យល់តាមសមាជីវោធ្វើដំណើរផ្សងព្រេងជុំវិញពិភពលោកដើម្បីបំពេញបំណងរបស់ប្រពន្ធគាត់ពេលនោះស្រាប់តែមេក្មេងប្រុសម្នាក់ចង់ទៅជាមួយគាត់ឲ្យខានតែបានតាចាស់ម្នាក់នោះគ្មានជំរឿក៏យកក្មេងនោះទៅជាមួយការធ្វើដំណើរតាមផ្លូវរបស់គាត់បានជួបនឹងអ្នកផ្សងព្រេងម្នាក់ដែលជា idol របស់គាត់តាំងពីក្មេងតែក្រោយមកទើបដឹងថា idol របស់គាត់នោះមិនមែនជាមនុស្សល្អប៉ុន្មាននោះទេនៅចុងក្រោយនៃរឿងនេះអ្នកនិពន្ធមិនបានឲ្យតួអង្គតាចាស់ម្នាក់នេះសម្រាប់គោលបំណងចប់ដោយល្អបរិបូរណ៍នោះទេតែបានធ្វើឲ្យគាត់ជួបនឹងរឿងរ៉ាវជាច្រើននៅក្នុងជីវិតនិងភាពភ្ញាក់ផ្អើលជាបន្តបន្ទាប់រហូតដល់ចប់មកដល់ចំណុចនេះសៀវភៅ When របស់ Daniel Pink បានមកដល់ទីបញ្ចប់ហើយខ្លឹមសារសំខាន់ៗនៅក្នុងសៀវភៅនេះចង់និយាយតែលើរឿងមួយប៉ុណ្ណោះគឺឥទ្ធិពលនៃពេលវេលាទៅកាន់ដំណាក់កាលផ្សេងៗគ្នានៃជីវិតពីមុនយើងតែងតែឮពាក្យថាគ្រប់គ្រងពេលវេលាគេបង្រៀនយើងមិនចេះប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាពកំណត់ផែនការសកម្មភាពជាដើមតែសៀវភៅនេះមានចំណុចពិសេសមួយទៀតដែលគេបង្រៀនយើងឲ្យចេះគ្រប់គ្រងថាមពលនៅក្នុងការធ្វើសង្គ្រាមសម័យបុរាណគេមានពាក្យមួយម៉ាត់និយាយថាថៃកម្លាំងសេះមានន័យថានៅពេលធ្វើដំណើរផ្លូវឆ្ងាយចេញទៅច្បាំងកងទ័ពបណ្ដាចិត្តជាសេះរបស់គេនោះទេគេសុខចិត្តដើរបណ្ដាសេះដើម្បីទុកកម្លាំងសេះសម្រាប់ច្បាំងដូច្នេះនៅក្នុងការរស់នៅប្រចាំថ្ងៃអ្នកមិនត្រឹមតែត្រូវចេះគ្រប់គ្រងពេលវេលាទេតែថែមទាំងត្រូវដឹងថាពេលណាត្រូវប្រើប្រាស់ថាមពលច្រើនពេលណាត្រូវសន្សំថាមពលទុកនេះក៏បង្ហាញពីសារៈសំខាន់នៃពេលវេលាដែរថាពេលណាដែលអ្នកត្រូវសន្សំកម្លាំងពេលណាដែលអ្នកត្រូវវិប្រហាដូច្នេះហើយបានជាគេណែនាំឲ្យយើងធ្វើការឲ្យមានប្រសិទ្ធភាពដល់ពេលសម្រាប់ត្រូវសម្រាប់ឲ្យមានគុណភាពអ្នកដែលចេះគ្រប់គ្រងពេលវេលាជាមនុស្សពូកែតែអ្នកដែលចេះគ្រប់គ្រងថាមពលទើបជាមនុស្សអស្ចារ្យអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នារហូតដល់ចុងបញ្ចប់បើសិនជាអ្នកចង់អានខ្លឹមសារទាំងស្រុងនៅក្នុងសៀវភៅនេះអ្នកទាំងអស់គ្នាអាចស្វែងរកមកអានបានដែលសៀវភៅនេះមានចំណងជើងដើមជាភាសាអង់គ្លេសថា When និពន្ធដោយលោក Daniel Pink